បាទសួស្តីអ្នកទាំងអស់គ្នាហើយវិលជួបគ្នាម្ដងទៀតហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញទាក់ទងនឹងលំហាត់មួយនៅក្នុង Excel ហើយក្នុងលំហាត់នេះខ្ញុំចង់ធ្វើការបង្ហាញទាក់ទងពីការបើសិនជាយើងមាន first name ហើយ last name បែបនេះប៉ុន្តែយើងចង់ភ្ជាប់ជាមួយនឹង full name យើងចង់បង្ហាញគេទាក់ទង full name ដោយមិនបាច់យើងសរសេរវាគ្រាន់តែប្រើរូបមន្តដើម្បីភ្ជាប់ហើយក្នុងលក្ខខណ្ឌមួយទៀតបើសិនជាយើងចង់កំណត់ថាបើសិនជាបុគ្គលិកឬក៏សិស្សក៏បានដែរបើសិនជាបុគ្គលិកហ្នឹងគាត់ជាភេទប្រុសអញ្ចឹងយើងចង់បង្ហាញគេជា Mr. អញ្ចឹងទៅបើសិនជាភេទស្រីអញ្ចឹងកន្លែងនេះយើងចង់បង្ហាញគេជា Miss អញ្ចឹងទៅបាទអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវទៅមើលខ្ញុំបង្ហាញទាំងអស់គ្នាបាទអូខេអញ្ចឹងកន្លែងនេះយើងកំណត់លក្ខខណ្ឌមកបាទអូខេក្នុងករណីបើសិនជាបុគ្គលិកហ្នឹងអូខេគាត់ជាភេទប្រុសអញ្ចឹងយើងបង្ហាញគេ Mr. បើសិនជាភេទស្រីយើងបង្ហាញគេជា Miss បាទអញ្ចឹងកន្លែងនេះបើសិនជាយើងកំណត់បែបហ្នឹងគឺយើងត្រូវប្រើលក្ខខណ្ឌបាទអញ្ចឹងកន្លែងនេះយើងប្រើលក្ខខណ្ឌ if មកបាទហើយកន្លែងនេះយើង select ទៅលើភេទទាក់ទងនឹងភេទបាទស្មើមកយើងដាក់ស្មើអូខេបើសិនជាក្នុងករណីបុគ្គលិកហ្នឹងស្មើភេទប្រុសអញ្ចឹងទៅអូខេអញ្ចឹងកន្លែងនេះយើងឲ្យវាលោតចេញជា Mr. អញ្ចឹងកន្លែងនេះយើងបើក double quote មួយទៀតមកយើងដាក់ Mr. អញ្ចឹងទៅអូខេបាទប៉ុណ្ណឹងមកអូខេហើយបន្ទាប់មកយើងប្រើសញ្ញាភ្ជាប់ជាមួយនឹង first name last name មកអូខេអញ្ចឹងសញ្ញាភ្ជាប់នេះនៅក្នុងលេខ7គឺនៅកន្លែងលេខ7ដែលយើងហៅថាកន្លែងហ្នឹងសញ្ញាហ្នឹងអូខេបើសិនខ្ញុំហៅខុសអីសុំទោសអូខេអញ្ចឹងយើងភ្ជាប់ជាមួយនឹង first name ឬក៏យើងចង់ភ្ជាប់ជាមួយនឹង last name មុនក៏បានដែរអត់បញ្ហាទេអូខេហើយយើងកន្លែងហ្នឹងរវាងឈ្មោះ first name last name ហ្នឹងយើងត្រូវការដក clear ឈ្មោះចន្លោះពីរហ្នឹងបាទអញ្ចឹងកន្លែងនេះយើងអាចដក clear បានដោយយើងប្រើសញ្ញាភ្ជាប់មួយទៀតមកហើយយើងបើក double quote មួយអញ្ចឹងកន្លែងហ្នឹងយើងត្រូវដក clear ក្នុង space កន្លែង double quote យើងចុចដក clear មួយហើយយើងបិទ double quote វិញបាទហើយយើងប្រើសញ្ញាភ្ជាប់មួយទៀតមកអញ្ចឹងកន្លែងនេះយើងត្រូវភ្ជាប់ជាមួយនឹង last name របស់យើងបាទអញ្ចឹងកន្លែងនេះយើងចប់លក្ខខណ្ឌមួយហើយសម្រាប់បុគ្គលិកភេទប្រុសអញ្ចឹងកន្លែងនេះយើងនៅបុគ្គលិកភេទស្រីមួយទៀតបាទអញ្ចឹងយើងអាច comma មួយហើយយើងសេរូបមន្ត if មួយទៀតមកបាទអញ្ចឹងកន្លែងនេះដោយសារតែវាបាំងនេះតាក់ទងនឹងកន្លែង cell ក្នុង column ភេទហ្នឹងឥឡូវយើងមើលកន្លែងហ្នឹងវានៅជួរអក្សរ G ហើយលេខរៀងទី9អញ្ចឹងយើងអាចវាយជួរបានបើសិនជាបុគ្គលិកហ្នឹងអូខេអញ្ចឹងកន្លែងនេះយើងដាក់ save មកG9 អញ្ចឹងទៅបើសិនជាបុគ្គលិកហ្នឹងស្មើអូខេF មានន័យថាស្មើភេទស្រីស្មើ F អញ្ចឹងកន្លែងនេះយើងក្បៀសមួយអញ្ចឹងបើសិនជាក្នុងករណីកន្លែងហ្នឹងបើសិនជាស្មើ F មែនអញ្ចឹងយើងឲ្យលោតចេញជា Miss អញ្ចឹងកន្លែងនេះយើងដាក់មក Miss អូខេបាទហើយបន្ទាប់មកយើងប្រើសញ្ញាភ្ជាប់ដូចគ្នាអូខេអញ្ចឹងកន្លែងនេះយើងភ្ជាប់ជាមួយនឹង first name បាទហើយយើងប្រើសញ្ញាភ្ជាប់មួយទៀតមកដើម្បីធ្វើការដក clear រវាងឈ្មោះ first name last name របស់យើងបាទអញ្ចឹងយើងដក clear ក្នុងហ្នឹងមកបាទហើយយើងប្រើសញ្ញាភ្ជាប់មួយទៀតជាមួយនឹង last name បាទអូខេអញ្ចឹងកន្លែងនេះវាអស់លក្ខខណ្ឌហើយអញ្ចឹងយើង comma មួយអញ្ចឹងយើងកំណត់បែបនេះបើសិនជាវាខុសពីលក្ខខណ្ឌដែលយើងកំណត់ទាំងពីរនេះអញ្ចឹងយើងគួរដាក់បែបម៉េចអញ្ចឹងកន្លែងនេះខ្ញុំគួរដាក់បើសិនជាវាខុសពីលក្ខខណ្ឌដែលយើងបានកំណត់ទាំងពីរនេះអញ្ចឹងខ្ញុំដាក់ no result បាទអញ្ចឹងខ្ញុំបិទវងកញ្ចក់វិញអូខេ
nhưng cái này mình này tha bớt sân chỉ về copy lại khăn từng pi này mình này tha về copy cái lạnh phê từng pi này copy à so f hay là so âm từng pi này chẳng vì năng load no design chứ bớt sân chỉ dương chỉ lòng dương tẹt tông từng cái lạnh phê bớt sân chỉ dương quay tẹt tông là so khó ấy chẳng vì năng chập việc tạo no design mà lấy khi nhom và hai chấm lái enter ok nhưng cái này vì ok em sụt thìa chẳng phê pro chẳng lại này vì load tới chỉ Mister và thì chẳng lại này dương thư cả bằng hai tình này máu bạn nhắn mà xin chia phê giấy load tới chính chị mì bạn chẳng lại này mà xin chị dương đô phê lại nè u thọ thà copy à so em là so âm chẳng vì năng load bạn mày lấy nhưng đã thả số đi cho chẳng lại này vì năng bằng hai no design bạn chẳng lại nó nhưng xua cho trăm địa bàn này bạn ok chắc lại được đã đặt số âm với hơi video នេះគឺមានតែប៉ុណ្្នឹងទេបាទហើយសូមអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាទ